អ្នកស្ម័គ្រចិត្តទទួលវគ្គបណ្ដុះបណ្ដាលអំពីវិជ្ជាសង្គ្រោះបឋមសហគមន៍មានសុខភាពល្អមានភាពធន់នឹងអាកាសធាតុនៅថ្ងៃទី27ខែតុលាឆ្នាំ2025សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំសហការជាមួយអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់ស្វាយបានរៀបចំបើកវគ្គបណ្ដុះបណ្ដាលអំពីប្រវត្តិចលនាកាកបាទក្រហមអត្តច័ន្ទក្រហមគោលការណ៍គ្រឹះវិជ្ជាសង្គ្រោះបឋមសហគមន៍មានសុខភាពល្អមានភាពធន់នឹងអាកាសធាតុស្ថិតនៅទីតាំងសាលាស្រុកកំពង់ស្វាយកម្មវិធីនេះផងដែរដែលបានការអញ្ជើញចូលរួមជាអធិបតីភាពពីលោកអ៊ុតវណ្ណារាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់ស្វាយលោកស្រីលេងសុខីមនាយករងសាខាលោកស្រីមន្ត្រីក្រមប្រតិបត្តិមន្ត្រីអនុសាខាអ្នកស្ម័គ្រចិត្តឃុំត្បាញនិងឃុំជ័យសរុបចំនួន47នាក់ស្រី19នាក់លោកស្រីលេងសុខីមនាយករងសាខាបានលើកឡើងថាការបើកវគ្គបណ្ដុះបណ្ដាលនេះក្នុងគោលបំណងដើម្បីឲ្យអ្នកស្ម័គ្រចិត្តបានយល់ដឹងអំពីប្រវត្តិចលនាកាកបាទក្រហមអត្តច័ន្ទក្រហមវិជ្ជាសង្គ្រោះបឋមនិងធ្វើឲ្យសហគមន៍មានសុខភាពល្អមានភាពធន់នឹងអាកាសធាតុដើម្បីជួយសង្គ្រោះជនរងគ្រោះឲ្យបានត្រឹមត្រូវតាមបច្ចេកទេសហើយយកចំណេះដឹងថ្មីនេះទៅធ្វើការអប់រំផ្សព្វផ្សាយបន្តដល់បងប្អូននិងសហគមន៍រៀងៗខ្លួននេះឱកាសនោះលោកអ៊ុតវណ្ណារាបានពំនាំនៅប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាព្រមទាំងឯកឧត្តមនួនផារ៉ុតប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំជូនចំពោះមន្ត្រីអនុសាខានិងអ្នកស្ម័គ្រចិត្តទាំងអស់ដោយក្តីនឹករលឹកបំផុតនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់ពេលវេលាមានតម្លៃក្នុងការចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះសម្រាប់ប្រធានបទដែលយកមកបង្ហាញមានដូចជាប្រវត្តិចលនាកាកបាទក្រហមអត្តច័ន្ទក្រហមគោលការណ៍គ្រឹះការប្រើប្រាស់បដិរូបសន្លប់បាត់ស្មារតីមានដង្ហើមការធ្វើ CPR មនុស្សធំពេញវ័យកុមារទារកស្លាក់មនុស្សធំពេញវ័យកុមារទារកការសង្គ្រោះហូរឈាមត្រចៀកភ្នែកក្បាលការជួយជនរងគ្រោះបាក់ឆ្អឹងវិធានការការពារជំងឺមិនឆ្លងធំទាំង4ប្រភេទសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រកបដោយបរិយាបន្នវិធានការការពារជំងឺគ្រុនឈាម